ក៏ដល់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះអ្នកគ្រូមកកែកំណែចំណុចលេខ6សាវមានទម្ងន់ 35.8 គីឡូក្រាមសក់មានទម្ងន់ស្រាលជាងសាវ1គីឡូក្រាម200ក្រាមតើសក់និងសាវមានទម្ងន់ប្រមាណគីឡូក្រាមអញ្ចឹងនៅក្នុងចំណុចនេះកូនត្រូវអានឲ្យបានយ៉ាងម៉ាត់ដងកូន3ដងបន្ទាប់មកកូនចាប់ផ្ដើមសួរខ្លួនឯងថាតើចំណុចនេះគឺសួររកអីគេហើយគេប្រាប់អីគេខ្លះហើយគេធ្វើប្រមាណវិធីអីណាតើឥឡូវយើងមើលសិនសំណួរគេសួររកអីកូនរកសក់និងសាវបូកបញ្ចូលគ្នាទៅមានទម្ងន់ប៉ុន្មានប៉ុន្តែសំណួរសួរថាតើសាវយើងដឹងគីឡូហើយនៅដឹងហើយចុះសក់យើងដឹងហើយនៅចានៅទេអញ្ចឹងយើងអត់តអាចរកសំណួរប្រធានរបស់គេបានទេគឺយើងត្រូវរកទម្ងន់របស់សក់សិនណាចឹងអ្នកគ្រូសរសេរដាក់ថាប្រមាណវិធីរបៀបឆ្លើយរកទម្ងន់របស់សក់ចឹងដើម្បីដឹងថាសក់មានទម្ងន់ប៉ុន្មានត្រូវធ្វើប្រមាណវិធីអីគេគាត់អានសមត្ថកម្មសិនណាសក់មានទម្ងន់ស្រាលជាងសាវប៉ុណ្ណេះអញ្ចឹងមានន័យថាសក់មានទម្ងន់តិចជាងសាវចង់ដឹងថាសក់មានទម្ងន់ប៉ុន្មានកូនត្រូវយកទម្ងន់សាវទៅដកចំនួនតិចជាងឥឡូវកូនមើលគេឲ្យសាវមានទម្ងន់មក 35.8 គីឡូក្រាមត្រូវយកទៅដកទម្ងន់តិចជាងគឺទម្ងន់1គីឡូក្រាម200ក្រាមប៉ុន្តែអ្នកគ្រូសួរថាតើគីឡូក្រាមអាចទៅដកគីឡូក្រាមហើយកតុយក្រាមផងបានអត់ទេអញ្ចឹងកូនយក1គីឡូក្រាម200ក្រាមនេះមកបំបែកសិនឲ្យទៅជាគីឡូក្រាមទាំងអស់អញ្ចឹង1គីឡូក្រាម200ក្រាមយើងរៀនហើយយើងបំបែកបាន1គីឡូក្រាមបូក200ក្រាមដែល1គីឡូក្រាមទុកដដែល200ក្រាមចែកនឹង1000បានម៉ាកូនបាន 0.2 គីឡូក្រាមអញ្ចឹង1បូក 0.2 បាន 1.2 គីឡូក្រាមអញ្ចឹងយើងឃើញថា 35.8 គីឡូក្រាមនេះគឺដក 1.2 គីឡូក្រាមណាអញ្ចឹងគាត់ដាក់ជាមួយអ្នកគ្រូមក38សំទោស 35.8 ដក 1.2 ចុចដាក់កន្លែងចុច8ដាក់2ស្មើក៏46ណាគីឡូក្រាមដាក់ឲ្យគេផង5ដាក់1 44 3ទម្លាក់ចុះចុចយើងដាក់កន្លែងនេះដដែលអញ្ចឹងយើងឃើញថាសក់មានទម្ងន់ 34.6 គីឡូក្រាមណាកូនតោះអញ្ចឹងយើងស្គាល់ទម្ងន់សាវហើយយើងស្គាល់ទម្ងន់សក់ហើយតើកូនអាចរកទម្ងន់របស់អ្នកទាំងពីរបានអត់ចាបានយកទម្ងន់របស់សាវបូកទម្ងន់របស់សក់ភាគច្រើនសិស្សគាត់ច្រឡំគាត់យកអានេះមកបូកអានេះគាត់មិនមែនទៅបូកអាដែលយើងរកឃើញនេះគាត់បែរជាយកទៅបូកអាចំនួនតិចវិញអ្នកគ្រូអត់យល់ហេតុអីបានអញ្ចឹងបើយើងរកឃើញហើយគឺយើងត្រូវយកអាចចម្លើយរកឃើញនឹងឯងទៅបូកសាវនឹងណាព្រោះអីតួអង្គមានតែ2សាវនិងសក់អញ្ចឹងសាវ 35.8 គីឡូក្រាមហើយសក់យើងរកឃើញប្រមាណ 34.6 គីឡូក្រាមគាត់បូកចូលគ្នាមកតោះឥឡូវមកប្រមាណទីបូកជាមួយអ្នកគ្រូដំបូងកូនត្រូវសរសេរឲ្យត្រូវតាមខ្ទង់សិនតើកូនអាចបូកបានណា8បូក6បានប៉ុន្មានបាន14សេលេខ4ទៅទុក1 1បូក5 6 6បូក4 10សេលេខ0ថាទុក1 1បូក3 4 4បូក3 7ណាយើងដាក់ចុចអញ្ចឹងយើងឃើញថាអ្នកទាំងពីរមានទម្ងន់ 70.4 គីឡូក្រាមរបៀបឆ្លើយដូចនេះលុបពាក្យតើកូនឆ្លើយមកសក់និងសាវមានទម្ងន់ 70.4 គីឡូក្រាមណាចឹងចំណុចនេះមានអីពិបាកទេហើយវីដេអូនេះមានតែប៉ុណ្្នឹងឯងជួបកុំវីដេអូក្រោយទៀតមានអីឆ្ងាយសួរអ្នកគ្រូបានណា